បាទជំរាបសួរដល់បងប្អូនទាំងអស់គ្នាដែលចង់កែរូបពីធម្មតាទៅជារូបបែបនេះរូបបែបបីនេះអញ្ចឹងណាហ្នឹងហើយបងប្អូនទាំងអស់គ្នាសម្រាប់បងប្អូនដែលមិនចេះភាសាអង់គ្លេសដែលយើងគ្រាន់តែសរសេរអក្សរខ្មែរក៏យើងអាចកែរូបបានដូចគ្នាដែរអញ្ចឹងបងប្អូនបងប្អូនចូលកម្មវិធីដែលខ្ញុំបានប្រាប់នឹងមកជាមេណៃនឹងមកហើយបងប្អូន copy ភាសាខ្មែរដែលខ្ញុំបានដាក់ link ខាងក្រោមហ្នឹងខាង comment ហ្នឹងណាបងប្អូនត្រូវរូបភាពដែលបងប្អូនចង់កែរូបភាពធម្មតាដូចយើងហ្នឹងណាហ្នឹងឯងហើយបងប្អូនចុចចូលទៅហើយ copy ពាក្យដែលខ្ញុំដាក់ហ្នឹងបងប្អូនមើលពាក្យពេចទៅសរសេរតាមហ្នឹងក៏បានដែរចាំមិនតិចវាកំពុងតែដើររូបថតឲ្យយើងហើយបន្ទាប់ពីវាដើរហើយបងប្អូនអាចចង់ដូរពណ៌ឬចង់ដាក់ពណ៌អីក៏បានដែរតាមចិត្តរបស់បងប្អូនចាំមើលលទ្ធផលវាចេញមកគឺស្អាតមែនទេនឹងយើងមិនបាច់សរសេរភាសាអង់គ្លេសខ្លាចបងប្អូនខ្លះអត់ចេះភាសាអង់គ្លេសអញ្ចឹងណាបងប្អូនហើយយ៉ាងនេះដៃយើងស្លៀកអញ្ចឹងយើងចង់ឲ្យវាលើកដៃយើងឡើងលើវិញក៏បានដែរតែយើងសរសេរជាភាសាខ្មែរទៅហ្នឹងឯងហើយខ្ញុំកំពុងដូរពណ៌យកពណ៌ក្រហមហ្នឹងឯងបងប្អូនកំពុងតែលោតចាំតិចចាំមើលលទ្ធផលវាចេញមកយ៉ាងម៉េចហើយតាក់ទងនឹងសក់មុខឬក៏កន្លែងណាក៏ដោយតែបងប្អូនចង់ដូរគឺបងប្អូនដូរក្នុងពេលនឹងតែម្ដងគឺដូរដាក់ខ្សែកមាសខ្សែកធំឬក៏យ៉ាងម៉េចអីគឺបងប្អូនគឺថាងើយមុខពេកចង់ឲ្យមុខឯងធ្លាក់តិចក៏បានដែរបងប្អូនសរសេរលើនឹងទាំងអស់អញ្ចឹងណាសរសេរជាភាសាខ្មែរទៅសរសេរភាសាខ្មែរឲ្យទៅត្រូវទៅគឺយើងអាចប្រើការបានហើយហ្នឹងហើយឥឡូវនេះខ្ញុំបានដូរ3ឈុតពើខំពើខ្មៅដូរ2នឹងហិចចំពោះនារីចាំតិចជាមួយខ្ញុំបង្ហាញណាបាទចំពោះបងប្អូននារី copy អាពាក្យមិញហ្នឹងមកប៉ុន្តែគ្រាន់តែដូរពាក្យបន្តិចដោយសារតែអាមុនយើងបរោះយើងលុបអាកន្លែងពាក្យបរោះនឹងចេញហើយយើងសរសេរថែមដាក់ថាស្ត្រីទៅណាហ្នឹងហើយនឹងខាងក្រោមមួយទៀតដែលកន្លែងអាស៊ីដោះសង្ហាយើងនេះយើងអាប់ឡូតរូបធម្មតាចូលមកហើយនៅអាកន្លែងដោះសង្ហាម្នាក់យើងលុបពាក្យសង្ហាចេញយើងដាក់ពាក្យស្រស់ស្អាតហ្នឹងឯងហើយសម្រាប់នារីក៏ដូចគ្នាដែរសម្រាប់ស្ត្រីណាសម្រាប់ចែអីបងអីគឺអាចធ្វើការផ្លាស់ប្ដូរបានដូចគ្នាអត់ពិបាកទេហើយចង់ដូរពណ៌ទៅអីគឺយើងសរសេរជាភាសាខ្មែរក៏បានហើយយើងចង់លេងម៉ូដសម្លៀកបំពាក់បែបណាយកតាមទម្រង់ហ្នឹងក៏បានដែរគ្រាន់តែយើងដូរសម័យកាលតាមអក្សរហ្នឹងណាប្រើតែភាសាខ្មែរទៅវានឹងធ្វើការឲ្យយើងទាំងអស់តែម្ដងមិនចាំបាច់យើងប្រើជាភាសាអង់គ្លេសនៅចាំតិចឥឡូវកំពុងតែដើររូបថតចម្បានដាក់មុនហើយគឺឃើញថាស្អាតពេលនេះអេមែនណាអរគុណជួយ share ជួយផងបងប្អូន share បន្តផងណាចែករំលែក